គ្រួសារឈ្មោះជួញដូរមួយមានតែឪពុកនិងកូនស្រីអាស្រ័យរស់នៅក្នុងផ្ទះតូចមួយពីរនាក់ឪពុកនិងកូនតែងតែជួយគ្នាលក់ដូរហើយប្រើជីវិតយ៉ាងមានក្តីសុខដោយកូនមិនដឹងទេថាឪពុករបស់ខ្លួនបានជំពាក់បំណុលសេដ្ឋីម្នាក់ដោយសារតែប្រាក់ចំណូលបានមកពីការជួញដូរតែមួយមុខមិនគ្រប់គ្រាន់ដើម្បីរ៉ាប់រងថ្លៃដើមគាត់ក៏បង្ខំចិត្តទៅខ្ចីប្រាក់ពីលោកសេដ្ឋីលុះដល់ថ្ងៃត្រូវសងបំណុលវិញសេដ្ឋីក៏បានចាត់អ្នកបម្រើម្នាក់ឲ្យមកទាមទារប្រាក់តែគាត់បានសុំអង្វរថាសុំពេលមួយរយៈព្រោះការលក់ដូរដូចជាមិនបានតាមការរំពឹងទុកធ្វើឲ្យគាត់គ្មានប្រាក់គ្រប់គ្រាន់សម្រាប់សងលោកសេដ្ឋីវិញទេមនុស្សរបស់សេដ្ឋីក៏ត្រឡប់ទៅប្រាប់លោកសេដ្ឋីតាមដំណើររឿងដែលបានទុកពេលឲ្យតែមួយខែតែប៉ុណ្ណោះហើយគាត់បានសន្យាថានឹងយកប្រាក់ទៅសងនៅខែក្រោយទៀតពេលវេលាមួយខែបានកន្លងផុតទៅថ្ងៃទូទាត់ប្រាក់ក៏បានមកដល់គាត់នៅតែមិនទាន់រកប្រាក់មកសងសេដ្ឋីវិញបានធ្វើឲ្យសេដ្ឋីមានអារម្មណ៍ខឹងដូច្នេះគាត់បានមកទារប្រាក់ដោយផ្ទាល់ឯងសុំពេលមួយខែខ្ញុំក៏បានឲ្យពេលឯងមួយខែរួចហើយនេះឯងនៅតែរកប្រាក់មិនទាន់មកសងឲ្យខ្ញុំទៀតមែនទេសេដ្ឋីនិយាយដោយទឹកមុខខឹងសម្បាណាលោកសេដ្ឋីសុំពេលឲ្យខ្ញុំបន្តិចទៀតបានណាខ្ញុំមិនទាន់រកប្រាក់បានពិតមែនណាមួយត្រូវចាយវេក្នុងផ្ទះផងត្រូវទិញទំនិញយកមកលក់ដូរផងហើយលក់ក៏មិនដាច់ទៀតសូមលោកសេដ្ឋីមានចិត្តមេត្តាអាណិតខ្ញុំផងគាត់បានអង្វរនឹងលន់តួទន់ភ្លុនដាក់លោកសេដ្ឋីដោយសង្ឃឹមថាលោកសេដ្ឋីនឹងអាណិតតែសេដ្ឋីមួយនេះមិនមានចិត្តទន់ទាល់តែសោះចាលោកបងមានរឿងអីឯងកូនស្រីឈ្មោះមកពីផ្សារបានឃើញសភាពការចម្លែកបរិសម្នាក់នេះជាអ្នកណាហេតុអីក៏ឲ្យឪពុកខ្លួនត្រូវគោរពម្លេះគឺលោកសេដ្ឋីម្នាក់នេះហើយកូនដែលពុកបានតែខ្ចីប្រាក់មករកស៊ីស្អីគេនេះតែលោកពតតែខ្ចីលុយគាត់តាំងពីពេលណាទេមិនបានជាខ្ញុំមិនដឹងតតែសឹងនាងតក់ស្លុតចំពោះអ្វីដែលនាងបានឮនាងមិនទាន់បានស្ដាប់ពាក្យបញ្យលពីឪពុកផងនាងស្រាប់តែបានឮសំឡេងរបស់សេដ្ឋីថានេះកូនឯងមែនទេនាងពិតជាស្អាតមែនមុខមាត់ល្អសមជាមួយយើងដែលជាសេដ្ឋីពិតមែនពាក្យដែលបានឮចេញពីមាត់សេដ្ឋីគាត់ពិតជាពេញចិត្តជាមួយកូនស្រីឈ្មោះនេះណាស់ដែលមានមុខមាត់ស្អាតបានឥឡូវអញ្ចេះចុះថ្ងៃស្អែកឯងនាំកូនស្រីទៅផ្ទះខ្ញុំមានលក្ខខណ្ឌមួយជាមួយឯងបើឯងធ្វើបានខ្ញុំលើកលែងហើយខ្ញុំនឹងមិនយកប្រាក់ទាំងអស់ដែលបានជំពាក់ខ្ញុំថែមទាំងផ្ដល់ប្រាក់មកឲ្យវិញមួយចំនួនផងដែរតើឯងព្រមដែរអន់ពិតមែនទេលោកសេដ្ឋីខ្ញុំណែតើលោកសេដ្ឋីនឹងមិនទាមទារពីប្រាក់ខ្ញុំវិញពិតមែនទេពិតមែនហើយតែឯងនិងកូនស្រីត្រូវតែយល់ព្រមទៅតាមការអញ្ជើញរបស់ខ្ញុំហើយធ្វើតាមលក្ខខណ្ឌរបស់ខ្ញុំឲ្យទាល់តែបានខ្ញុំយល់ព្រមខ្ញុំនឹងឲ្យកូនស្រីទៅតាមការអញ្ជើញរបស់លោកសេដ្ឋីនៅថ្ងៃស្អែកប្រកាសណាស់ថ្ងៃបន្ទាប់ឈ្មោះនឹងកូនស្រីបានទៅផ្ទះលោកសេដ្ឋីតាមការអញ្ជើញពិតប្រកាសមែនទោះបីក្នុងចិត្តឪពុកភ័យខ្លាចតែដោយសារសេដ្ឋីសន្យាថានឹងឲ្យលក្ខខណ្ឌគាត់ធ្វើគាត់ក៏ព្រមធ្វើដោយមិនព្រមយកប្រាក់ដែលគាត់បានជំពាក់គាត់មិនដឹងថាលក្ខខណ្ឌនោះជាអ្វីនោះទេតែគ្រាន់តែស្ដាប់ទៅលក្ខខណ្ឌក៏វាមិនខាតអ្វីដែរអរគុណដែលព្រមមកផ្ទះរបស់ខ្ញុំសេដ្ឋីនិយាយពាក្យស្វាគមន៍ដែលឪពុកកូនទាំងពីរព្រមមកតាមការណាន់សេដ្ឋីមើលមុខកូនស្រីឈ្មោះដោយញញឹមញញែមហាក់បីដូចជាគាត់បានធ្លាក់ក្នុងអន្លង់ស្នេហ៍នាងបាត់ទៅហើយសេដ្ឋីមានល្បិចកលមួយចង់លេងល្បែងលបងប្រាជ្ញាជាមួយឈ្មោះនឹងកូនស្រីយើងមកលបងប្រាជ្ញាគ្នាខ្ញុំនឹងដាក់គ្រាប់គ្រោះ2គ្រាប់ចូលក្នុងនេះមួយគ្រាប់ពណ៌សមួយគ្រាប់ទៀតពណ៌ខ្មៅហើយឲ្យកូនស្រីអ្នកឯងយកវាចេញមកបើនាងចាប់បានពណ៌សខ្ញុំនឹងលើកលែងប្រាក់ជំពាក់គ្រប់យ៉ាងក៏ប៉ុន្តែបើនាងរើសបានពណ៌ខ្មៅនាងត្រូវតែរៀបការជាមួយខ្ញុំហើយខ្ញុំនឹងលើកលែងប្រាក់ជំពាក់ឲ្យដូចគ្នាឃើញទេមិនថាឯងចាប់បានគ្រាប់គ្រោះមួយណាក៏ដោយឯងមានតែមាននឹងបានយើងស្ដាប់ច្រឡំមែនទេនេះអូយមិនខុសទីតានេះចង់លេងល្បិចអីមួយហើយតោះស្ដាប់បន្តទៅឈ្មោះគិតថាការលបងប្រាជ្ញានេះមិនខុសពីការយកកូនស្រីមកភ្នាល់ទេគាត់ងាកទៅស្ដាប់គំនិតកូនស្រីបើកូនស្រីមិនព្រមគាត់គ្រាន់តែត្រូវប្រឹងប្រែងរកប្រាក់មកសងលោកសេដ្ឋីតែប៉ុណ្ណោះចំណែកកូនស្រីមិនចង់ឲ្យពុកលំបាកដូច្នេះនាងក៏យល់ព្រមតាមការលបងរបស់សេដ្ឋីមើលទៅពេញចិត្តនៅពេលនាងព្រមមនុស្សល្បិចដូចជាគាត់រឿងអីត្រូវធ្វើតាមលក្ខខណ្ឌងាយៗនោះ
សេដ្ឋីបានរើសក្របគ្រោះខ្មៅពីក្របដាក់ចូលទៅក្នុងថង់តែកូនស្រីឈ្មួញមានភ្នែករហ័សមើលឃើញតាន់ពេលនៅពេលដែលសេដ្ឋីរើសក្របដាក់ចូលនាងក៏ដឹងខ្លួនភ្លាមថាចាញ់ព្រៀបសេដ្ឋីបាត់ទៅហើយថាហើយថាតានេះលេងល្បិចខ្សែលឺអ្នកណាអាចយកឈ្នះគាត់បានទៅបើគាត់ដាក់គ្រប់គ្រងពណ៌ខ្មៅទាំងពីរចូលទៅក្នុងថង់នោះពិតជាអាណិតក្មេងណាស់អ្នកឆ្មាអើយមកត្រូវជាប់តាក់តាចាស់នេះកុំអាចយំមើលចាំស្ដាប់មើលឲ្យចប់សិនមើលខ្ញុំបានដាក់ក្របគ្រោះចូលទៅក្នុងថង់នេះហើយនាងយកក្របគ្រោះចេញមកសេដ្ឋីញញឹមបិទមាត់មិនចិត្តទេព្រោះថាដំណើរការផែនការរបស់គាត់កំពុងតែទៅដោយរលូនព្រោះមិនដឹងថានាងរើសក្របគ្រោះមួយណាក៏ដោយក៏នៅតែជាក្របគ្រោះខ្មៅដដែលមានន័យថាឈ្មោះនឹងកូនស្រីច្បាស់ជាចាញ់លបងប្រាជ្ញាមួយនេះតែកូនស្រីឈ្មោះមិនព្រមចាញ់ងាយៗទេនាងបានលូកដៃចូលទៅក្នុងរើសក្របគ្រោះហើយក្តាប់ដៃឡើងណែនមិនឲ្យអ្នកណាឃើញថាក្របគ្រោះដែលនាងបានរើសនោះមានពណ៌អ្វីពេលដែលនាងកំពុងក្តាប់ក្របគ្រោះក្នុងដៃនោះនាងបានធ្វើពុតជាជ្រុះទៅដីខ្ញុំសុំទៅលោកសេដ្ឋីសង្ស័យតែខ្ញុំរំភើបពេកតនដៃតនជើងបញ្ជាមិនបានប៉ុន្តែมันមានជាបញ្ហាទេលោកសេដ្ឋីសាកបើកមើលក្នុងថង់នោះមើលទេយ៉ាងណាក៏មានតែពណ៌សនិងពណ៌ខ្មៅប៉ុណ្ណឹងបើសិនជានៅក្នុងថង់មានពណ៌អ្វីផ្សេងនោះបានន័យថាគ្រប់ដែលខ្ញុំធ្វើជ្រុះនោះមានពណ៌ផ្ទុយពីពណ៌នៅក្នុងថង់នោះខ្ញុំនិយាយត្រូវមែនទេលោកសេដ្ឋីក្មេងស្រីនិយាយដោយមានទំនុកចិត្តនាងអាចយកឈ្នះសេដ្ឋីកំពូលល្បិចកលបានសេដ្ឋីខូចអារម្មណ៍អស់ប៉ុន្តែការពិតនៅតែជាការពិតគាត់មិនអាចធ្វើអ្វីបានក្រៅពីយកដៃយកក្របគ្រោះក្នុងមួយទៀតចេញមកហើយឲ្យគ្រប់គ្នាឃើញថាគឺជាពណ៌ខ្មៅវាមានពណ៌ខ្មៅបានន័យថាពណ៌ដែលខ្ញុំធ្វើជ្រុះនោះគឺជាពណ៌សលោកពុកចាងនេះបានន័យថាយើងឈ្នះណាលោកពុកនិងកូននាំគ្នាសប្បាយចិត្តណាស់អោបគ្នាយ៉ាងណែនចំណែកឯសេដ្ឋីវិញមានទឹកមុខក្រញើទាំងដែលលក្ខខណ្ឌមួយនេះគាត់ជាអ្នករើសបែរជាមកត្រូវទទួលមេរៀនជាមួយល្បិចកលរបស់ខ្លួនឯងទៅវិញយ៉ាងណាឯងឈ្នះខ្ញុំលើកលែងគ្រប់ប្រាក់ទាំងអស់និងផ្ដាល់ប្រាក់មួយចំនួនថែមទៀតតាមពាក្យសន្យានាងនិងឪពុករបស់នាងជាអ្នកឈ្នះក្រោយនិយាយចប់សេដ្ឋីដើរចូលទៅក្នុងផ្ទះជាមួយអារម្មណ៍មួម៉ៅមានតែពីអ្នកឪពុកកូនប៉ុណ្ណោះដែលញញឹមដោយក្តីត្រេកអរទោះបីកូនស្រីអ្នកជំនួញស្ថិតក្នុងស្ថានភាពបែបណានាងក៏អាចយកឈ្នះល្បិចកលរបស់សេដ្ឋីបានព្រោះគំនិតមិនស្មោះត្រង់មិនបានគិតគ្រប់ជ្រុងជ្រោយដោយខ្លួនឯងហេតុអ្វីបានជាគាត់ចាញ់ក្នុងល្បិចកលខ្លួនឯងមកពីគាត់តែងតែគិតថាភាពឆ្លៀសវៃរបស់គាត់ជាភាពត្រឹមត្រូវអាចយកឈ្នះគ្រប់យ៉ាងវាមិនត្រឹមតែធ្វើឲ្យអ្នកបរាជ័យប៉ុណ្ណោះទេវានឹងត្រឡប់មកខំអ្នកវិញពុំខានឯងមើលចឹងចំណេះជីកឯងនេះហើយកូចាស់ចង់ស៊ីស្មៅខ្ចីឲ្យអញ្ចឹងចោះណាគាត់បានរើសគ្រប់គ្រងពណ៌ខ្មៅទាំងពីរដាក់ចូលក្នុងថង់ដឹងអីក្មេងស្រីឆ្លាតបានដឹងមុនគាត់ធ្វើជាជ្រុះលើដីនាងនិយាយថាបើនៅក្នុងថង់មានពណ៌អ្វីមួយក៏បានន័យថាពណ៌ដែលនាងធ្វើជ្រុះនោះគឺមានពណ៌ផ្ទុយអូឆ្លាតដូចសែនឆ្លាតនឹកឃើញពេលណាចង់ទៅសើចតាយ៉ាស់មាត់ទេអញឲ្យសាមុងនេះជាសាច់រឿងល្បិចកលសេដ្ឋីកាលពីព្រេងនាយមានរឿងមួយដំណាលថាមានទារក2នាក់ឪពុកម្ដាយទារកទាំង2នាក់សុទ្ធតែត្រូវស្លាប់ចោលអស់ដោយក្តីអាណិតអាសូរលោកតាអេសីបានយកពួកគេទាំង2នាក់មកចិញ្ចឹមរួចសន្យានឹងបង្រៀនយុទ្ធសាស្ត្រឲ្យទារកទាំង2ចេះនៅពេលដែលពួកគេធំដឹងក្តីកុំយំណាចៅឆ្លាតកុំយំណាចៅក្មេងប្រុសទាំងពីរនេះមើលទៅដាក់ឈ្មោះឲ្យថាមិនទើបសមទៅណោះអូមែនហើយម្នាក់ឈ្មោះវងម្នាក់ឈ្មោះរិទ្ធឈ្មោះទាំងពីរនេះសុទ្ធតែជាឈ្មោះប្រកបដោយឫទ្ធិបារមីខ្ពស់សូមឲ្យចៅទាំងពីរជួបតែក្តីសុខជួយតែចម្រើនណាចៅណាលោកតាអេសីចិញ្ចឹមវងនិងរិនបានយ៉ាងល្អរហូតដល់គេមានអាយុ5ឆ្នាំទើបលោកតាអេសីចាប់ផ្ដើមបង្រៀនយុទ្ធសិលមុនវិជ្ជាអាគមផ្សេងឲ្យដល់ពួកគេទាំងពីរនាក់ដេញមកខាងនេះកុំរត់លឿនពេកខ្ញុំតាមមិនទាន់ទេណាចាំផងអើយចៅវងចៅរត់កុំរត់ទៅណាឆ្ងាយពេកណាចៅ
ឆាប់ម្ដេះមកតើវារឿងចង់និយាយជាមួយចៅទាំងពីរណោះ បាទលោកតាបាទលោកតាលោកតាចង់ជួបខ្ញុំទាំងពីរអ្នកមានការអីមែនទេលោកតា ប្រកាសជាមានហើយណាចៅគឺអញ្ចេះទីតើហៅពួកអញទាំងពីរអ្នកមកនេះព្រោះតាគិតថាចង់បង្ហាត់បរៀនឲ្យចៅទាំងពីរបានរៀនយុទ្ធសិលមុនវិជាការផ្សេងដើម្បីទុកសម្រាប់ការពារខ្លួនផងហើយក៏ដើម្បីទុកសម្រាប់ជួយដល់អ្នកដែលត្រូវការឲ្យយើងជួយផងណាចៅ ប៉ាសាណាលោកតាចៅចង់រៀនណាលោកតាមែនហើយលោកតាចៅក៏ចង់ចេះដែរនៅពេលដែលចៅរៀនចេះចៅនឹងយកចំណេះទាំងឡាយដែលលោកតាបង្រៀនទៅជួយដល់អ្នកដែលអាចជួយបាន ល្អណាស់ចៅបាញ់ចឹងមុនដំបូងចៅត្រូវរៀនអង្គុយតាំងសមាធិសិនណាចៅនៅពេលដែលចៅតាំងសមាធិបានល្អអារម្មណ៍របស់ចៅមូលនោះចៅនឹងអាចផ្ចង់អារម្មណ៍ក្នុងការរៀនយុទ្ធសិលនិងមុនវិជាការផ្សេងបានហើយណាចៅ បាទលោកតាអេសីបានបង្ហាត់បង្រៀនដល់វងនឹងរិនឲ្យចេះមុនអាគមនិងយុទ្ធសិលជាច្រើនមានទាំងការក្រឡាខ្លួនហោះហើរបំបាំងកាយបង្រួមខ្លួនពង្រីកខ្លួនបានគ្រប់បែបយ៉ាងទាំងអស់15ឆ្នាំកន្លងផុតទៅរយៈពេល15ឆ្នាំកន្លងផុតទៅពេលនេះវងនឹងរិនអាចរៀនសូត្រយុទ្ធសិលបាលីអាគមផ្សេងបានច្រើនពីលោកតាអេសីថ្ងៃមួយលោកតាអេសីក៏បានហៅអ្នកទាំងពីរមកជួប15ឆ្នាំកន្លងផុតទៅរយៈពេល15ឆ្នាំកន្លងផុតទៅពេលនេះវងនឹងរិនអាចរៀនសូត្រយុទ្ធសិលបាលីអាគមផ្សេងបានច្រើនពីលោកតាអេសីថ្ងៃមួយលោកតាអេសីក៏បានហៅអ្នកទាំងពីរមកជួប ចៅវងចៅរត់ បាទលោកតាអស់រយៈពេល15ឆ្នាំទៅហើយដែលចៅបានបង្ហាត់បរៀនចៅទាំងពីរឲ្យចេះយុទ្ធសិលមុនវិជាការផ្សេងតើពេលនេះពួកចៅទាំងពីរចេះអ្វីខ្លះហើយណោះមើលចៅវងចៅចេះអ្វីខ្លះហើយចៅ បានលោកតាអ្វីដែលលោកតាបានបង្ហាត់បង្រៀនចៅរៀនពីលោកតាបានច្រើនណាស់តើលោកតាចង់មើលដែរទេខ្ញុំនឹងប្រែកលាឲ្យលោកតាមើលឆាប់បញ្ចេញថ្វីដៃឲ្យតាមើលបន្តិចមើលចៅ បាទលោកតា វងក៏បានប្រាក្រឡាទៅជាសត្វតោមើលទៅគួរឲ្យខ្លាចហើយក៏ប្រាក្រឡាទៅជាទន្សាយតូចដ៏គួរឲ្យស្រឡាញ់ស្រាប់តែមួយសន្ទុះសត្វទន្សាយនោះក៏ប្រែជាធំឡើងរួចក៏បំបាំងកាយបាត់ពីមុខលោកតាអេសីពេញចិត្តណាស់ចំពោះអ្វីដែលវងបានរៀនចេះពីលោកតាប៉ុន្តែទោះបីជាវងបានខំបំបាំងកាយយ៉ាងណាក៏ដោយក៏លោកតាអាចដឹងថាគេកំពុងឈរនៅទីណាដែរ ឆាប់ចេញភ្លាមមកចៅវងតាដឹងណាថាពេលនេះឯងកំពុងតែឈរនៅពីក្រោយតា វងក៏បានបង្ហាញខ្លួននៅពីក្រោយលោកតាពិតប្រាកដមែន លោកតាហេតុអីបានជាលោកតាដឹងថាខ្ញុំនៅពួនពីក្រោយខ្នងលោកតាអញ្ចឹង រឿងអីដែលតាមិនដឹងនោះទោះចៅខ្លាចជាអ្វីចៅទៅដល់ទីណាក៏តាដឹងទាំងអស់នឹងណាចៅ លោកតាពិតជាប្រកែមែន ហើយចុះចំណែកចៅរត់វិញនោះចៅតើចៅរៀនចេះអ្វីខ្លះហើយ អូបាទលោកតាខ្ញុំក៏មិនខុសពីបងដែរលោកតាកលាខ្លួនបំបាំងកាយជ្រែកដីបង្រួមខ្លួនពង្រីកខ្លួនចៅចេះទាំងអស់នឹងលោកតា ល្អណាស់ចៅតើចៅទាំងពីរអាចប្រយុទ្ធគ្នាឲ្យតាមើលផងបានទេចៅ បានលោកតាបានតើលោកតា រិទ្ធនិងវងក៏ប្រកួតគ្នាឲ្យលោកតាមើល រិនឯងពិតជាខ្លាំងមែនវងឯងក៏ខ្លាំងដូចគ្នានៅលើដីយើងប្រយុទ្ធបានផលស្មើគ្នាខ្ញុំគិតថាយើងគួរតែហោះឡើងទៅប្រយុទ្ធនៅលើអាកាសម្ដងទៅស្វាគមន៍ជានិច្ច អ្នកទាំងពីរប្រយុទ្ធគ្នាដោយមិនហត់សោះម្នាក់សុទ្ធតែមានយុទ្ធសិលខ្លាំងពូកែដូចគ្នាឃើញបែបនេះលោកតាអេសីក៏ប្រាប់ទៅអ្នកទាំងពីរបញ្ឈប់ការប្រកួតព្រោះតែលោកតាបានដឹងពីសមត្ថភាពរបស់ពួកគេហើយ ចៅវងចៅរត់ប្រយុទ្ធគ្នាបំណុំបានហើយចៅពេលនេះតាដឹងហើយថាចៅពិតជាមានយុទ្ធសាស្ត្រខ្លាំងក្លាពូកែដូចគ្នាតែចៅត្រូវចាំ
អ្វីដែលលោកតាបង្រៀនចៅទាំងពីរនេះគឺត្រូវតែប្រើក្នុងផ្លូវល្អប៉ុណ្ណោះមិនមែនប្រើសម្រាប់ធ្វើអាក្រក់ទីណាចៅមែនហើយតាមានសភៅគម្ពីរមួយក្បាលចង់ប្រគល់ឲ្យចៅវងថែរក្សាណាចៅតើជាគម្ពីរអ្វីទៅលោកតានេះជាគម្ពីររៀនយុទ្ធសាស្ត្រទាំង300មេណាចៅយកវាទៅហាត់រៀនបន្ថែមទៅនឹងធ្វើឲ្យចៅកាន់តែមានយុទ្ធសាស្ត្រខ្លាំងក្លាបន្ថែមទៀតតែចៅត្រូវចាំថាចង់សម្រេចយុទ្ធសាស្ត្រទាំង300មេនេះបានតើតែចៅខំប្រឹងអត់ធ្មត់មិនលោភលន់ហាត់តាមក្បួនកុំព្យាយាមសាកល្បងធ្វើអ្វីក្រៅពីក្នុងគម្ពីរនេះដាច់ខាតបើប៉ុណ្ណោះទេចៅនឹងត្រូវខ្លាយទៅជាបិសាចហើយចិត្តរបស់ចៅនឹងត្រូវគ្របដណ្ដប់ទៅដោយអាគមខ្មៅជាមិនខានទេណាចៅដឹងហើយលោកតាចៅអរគុណណាលោកតាចុះចៅវិញនោះហេតុអីលោកតាមិនឲ្យខ្ញុំរៀនដែរអញ្ចឹងតើមិនឲ្យគម្ពីរនោះទៅចៅក៏ពិតមែនប៉ុន្តែតាមានរបស់ផ្សេងទៀតឲ្យទៅចៅណាចៅតើជារបស់អ្វីទៅលោកតាដំបងទឹកនេះនឹងជួយឲ្យចៅបង្កើនយុទ្ធសាស្ត្រពីមួយថ្ងៃទៅមួយថ្ងៃមុនពេលដែលចៅទីដំបងនេះមកហាត់រៀនចៅត្រូវសូត្របាលីដែលលោកតាបានបង្រៀន3ដងសំចៅយកដំបងនេះមកហាត់នោះកម្លាំងនិងយុទ្ធសាស្ត្ររបស់ចៅនឹងកើនទ្វេដងជាមិនខានឡើយណាចៅអូហូចៅអរគុណហើយលោកតាហាត់អីខ្ញុំមិនអាចរៀនគម្ពីរនោះបានលោកតាពិតជាមានចិត្តលំអៀងដែលមិនឲ្យខ្ញុំហាត់រៀនមិនអីទេអ្វីដែលហាមខ្ញុំកាន់តែមាននេះរិទ្ធបានគិតទុករួចទៅហើយថាថ្ងៃមួយគេនឹងលួចរៀនគម្ពីរនេះមិនឲ្យអ្នកណាដឹងលោកតាអូយ៉ាងមិនហើយចៅហេតុអីថ្ងៃនេះមើលទៅដូចជាសប្បាយចិត្តម្លេះហើយចៅបាទលោកតាគឺពេលនេះខ្ញុំបានរៀនចេះចប់គម្ពីរទាំង300មេនេះហើយក៏គិតថាយកគម្ពីរនេះមកប្រគល់ជូនលោកតាវិញអូហូពិតជាលឿនណាស់ចៅបើពិតជាហាត់រៀនចប់មែននោះមានន័យថាចៅមានយុទ្ធសាស្ត្រខ្លាំងក្លាបកែដាច់គេហើយណាចៅបាទលោកតាចៅរត់វិញនោះចៅមានបានយកដំបងទឹកដែលតាឲ្យនោះទៅហាត់រៀនដែរទេហើយចៅបាទលោកតាចៅខំហាត់រៀនរាល់ថ្ងៃលោកតាល្អណាស់ចៅពេលនេះចៅទាំងពីរប្រៀបបីដូចជាពន្លឺព្រះច័ន្ទនិងពន្លឺព្រះអាទិត្យដែលចាំបំភ្លឺពិភពលោកនេះឲ្យមានពន្លឺភ្លឺចេញចាយយ៉ាងដូចនេះដែរណាចៅបាទលោកតាក្រោយពេលវងប្រគល់គម្ពីរឲ្យទៅលោកតាអេសីវិញហើយនោះលោកតាបានយកគម្ពីរទៅទុកក្នុងហឹបមួយរិទ្ធព្រោះតែមានចិត្តច្រណែនបានតាមលួចមើលលោកតាព្រោះចង់ដឹងថាលោកតាទុកគម្ពីរនោះនៅឯណាលោកតាទុកគម្ពីរនៅទីនេះតើយើងនឹងលួចយកគម្ពីរនោះមករៀនដើម្បីឲ្យខ្លាចជាអ្នកខ្លាំងក្លាពូកែលើគេយើងមានដំងទឹកហើយបើយើងអាចរៀនចេះគម្ពីរទាំងនេះទៀតនោះសូម្បីតែលោកតាដែលមានមហិទ្ធិឫទ្ធិខ្លាំងក្លាពូកែក៏មិនអាចយកឈ្នះយើងបានដែរលោកតានឹងវងពុំបានដឹងឡើយថារិទ្ធគេមានចិត្តច្រណែនឈ្នានីសដល់ថ្នាក់នេះមានថ្ងៃមួយលោកតាចង់នាំវងនឹងរិទ្ធធ្វើដំណើរទៅជួយអ្នកភូមិដែលកំពុងត្រូវបិសាចយាយីប៉ុន្តែរិទ្ធបានបដិសេធមិនទៅឡើយចៅវងចៅរត់ពេលនេះជាពេលដែលចៅទាំងពីរត្រូវចេញទៅជួយដល់មនុស្សហើយណាចៅតើទៅជួយនៅទីណាទៅលោកតាគឺនៅភូមិមួយកំពុងតែត្រូវពួកបិសាចយាយីបិសាចនោះវាចេញមកអុកលុកដោយចាប់មនុស្សសត្វធ្វើជាអាហាររបស់វាណាចៅពេលនេះអ្នកភូមិទាំងនោះកំពុងតែត្រូវការអ្នកដែលមានយុទ្ធសាស្ត្រដើម្បីទៅកម្ចាត់ពួកបិសាចនោះលោកតាខ្ញុំគិតថាលោកតានៅវងអាចកម្ចាត់បិសាចនោះបានហើយចំណែកខ្ញុំគិតថាចង់នៅរៀនយុទ្ធសាស្ត្របន្ថែមទៀតតើបានទេលោកតាតាមចិត្តចៅចន់ចឹងតានឹងចៅវងនឹងធ្វើដំណើរទៅលើនេះហើយណាចៅបានលោកតាតោះចៅវងបានលោកតានិយាយរួចលោកតាអេសីនិងវងបានហោះហើរទៅលើវិហារដើម្បីធ្វើដំណើរទៅកាន់ភូមិដែលត្រូវការអ្នកជួយកម្ចាត់បិសាចនោះជាឱកាសល្អរិទ្ធក៏បានចូលទៅលួចយកគម្ពីរ300មេរបស់លោកតាអេសីមកហាត់រៀនយើងនឹងលួចយកសភៅនោះមកហាត់រៀនទម្រាំថាលោកតានឹងវងត្រឡប់មកវិញយើងនឹងហាត់ចេះមុនវិជ្ជាការទាំងអស់នេះជាមិនខានឡើយ
រិទ្ធបានយកគម្ពីរនោះមកខាត់រៀនដោយបូកបន្ថែមជាមួយនឹងដំបងទឹមដែលលោកតាអេសីបានឲ្យនោះមកបូករួមបញ្ចូលគ្នាគម្ពីរទាំង300មេគម្ពីរ300មេពូកែបែបនេះចុះបើសិនជាយើងយកដំបងទឹមមកហាត់រៀនបញ្ចូលគ្នាយើងមិនកាន់តែខ្លាំងទៅហើយទេហ៎គ្រាន់តែនឹកឃើញគំនិតនេះភ្លាមរិទ្ធបានយកដំបងទឹមដែលលោកតាឲ្យមកហាត់រៀនបញ្ចូលគ្នាជាមួយនឹងគម្ពីរ300មេនោះព្រោះតែចង់ទទួលបានយុទ្ធសាស្ត្រខ្លាំងលើសគេប៉ុន្តែភ្លាមនោះស្រាប់តែមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងខ្លួនរបស់រិនស្រាប់តែចេញក្រឡាពស់ភ្នែកពស់ពណ៌ក្រហមមួយសន្ទុះខ្លួនរបស់គេក៏ប្រែជាពស់មួយយ៉ាងធំហេតុអីបានជាខ្ញុំខ្លាចទៅជាពស់អញ្ចឹងតើមានរឿងអីទៅពេលរូបគេខ្លាចជាពស់បែបនេះរិទ្ធក៏ចេញពីអាស្រមរបស់លោកតាអេសីទៅសំងំលាក់ខ្លួនក្នុងរូងភ្នំមួយកន្លែងដើម្បីរៀនយុទ្ធសាស្ត្របន្ថែមប៉ុន្តែបន្ទាប់ពីគេខ្លាចជាបិសាចពស់កំណាច់នេះហើយអាហារដែលគេចង់យកមកឆីគឺមានតែឈាមស្រស់ៗតែប៉ុណ្ណោះចាប់ពីពេលនេះទៅយើងនឹងខ្លាចជាស្ដេចពស់យុទ្ធសិលឫទ្ធិអំណាចរបស់យើងនឹងខ្លាំងក្លាជាងគេលើលោកនេះយើងនឹងចេញទៅអុកលុកមនុស្សទាំងឡាយដើម្បីបឺតឈាមស្រស់នោះកម្លាំងនិងធម៌ពលរបស់យើងកាន់តែខ្លាំងក្លាជាមិនខានឡើយព្រោះតែត្រូវអាគមខ្មៅគ្របដណ្ដប់ដោយសារប្រតិកម្មយុទ្ធសិលទើបធ្វើឲ្យរិនខ្លាចទៅជាបិសាចកំណាចបែបនេះកាចសាហាវដើរបឺតឈាមមនុស្សជារៀងរាល់ថ្ងៃឯងជាអ្នកណាហេតុអីបានជាក្លាខ្លួនជាពួកបែបនេះតើឯងជាបិសាចឬក៏អ្វីមិនយើងគឺបិសាចយើងជាស្ដេចពស់ស្ដេចពស់សូមកុំសម្លាប់ខ្ញុំអីអាណិតខ្ញុំផងកុំសម្លាប់ខ្ញុំអីយើងគឺជាបិសាចចិត្តយើងក៏បិសាចដូចគ្នាយើងមិនទុនចិត្តនឹងកម្មវករបស់យាយឯងទេរិទ្ធក៏ស្ទុះទៅចាប់ទាញមិញនោះយកមកខំចិញ្ចក់បិទឈាមធ្វើឲ្យមិញនោះស្លាប់មួយរំពេចរួចហើយគេក៏បន្តចូលទៅចាប់យកសត្វចិញ្ចឹមមិនថាជ្រូកគោក្របីមាន់ទាមកចិញ្ចក់ឈាមយ៉ាងឆ្ងាញ់ធ្វើឲ្យមនុស្សគ្រប់គ្នាបានឃើញហើយភ័យរត់គ្រប់គ្នាឈាមមនុស្សនិងសត្វទាំងនេះពិតជាឆ្ងាញ់ពិតជាធ្វើឲ្យយើងខ្លាំងពិតមែនបិសាចពស់យើងនឹងខ្លាចជាអ្នកគ្រប់គ្រងផែនដីនេះទាំងមូលជាមិនខានឡើយរិទ្ធកាន់តែកាចខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃគ្មានថ្ងៃណាដែលគេមិនចេញសម្លាប់មនុស្សឡើយមានរឿងមិនស្រួលកើតឡើងហើយចៅវងលោកតាតើមានរឿងអ្វីទៅគម្ពីរ300មេឆាប់ទៅរកគម្ពីរនោះភ្លាមទៅពេលដែលទៅដល់កន្លែងដាក់គម្ពីរ300មេនោះស្រាប់តែលោកវងបានឃើញហັບបាក់គម្របហើយក៏បាត់គម្ពីរនោះបញ្ជាក់ច្បាស់ថាមានអ្នកយកគម្ពីរនោះហើយលោកតាគម្ពីរបាត់ទៅហើយលោកតាថាមិនគម្ពីរនោះបាត់ទៅហើយមិនគួរសោះទេយ៉ាងម៉េចទៅលោកតាគម្ពីរនេះគឺចៅរិទ្ធលួចយកទៅបាត់ហើយថាម៉េចលោកតាគឺរិទ្ធមែនទេមែនហើយគេលួចយកទៅបាត់ហើយពេលនេះគេកំពុងតែត្រូវបានមុនខ្មៅចូលខ្លួនខ្លាយទៅជាបិសាចដល់កាច់សាហាវបាត់ទៅហើយដល់ចៅមិននឹងអាចទៅលោកតាហេតុអីខ្ញុំរៀនគម្ពីរនេះមិនខ្លាយជាបិសាចអញ្ចឹងលោកតាដោយតាធ្លាប់ប្រាប់ពីខាងដើមអញ្ចឹងអ្នកដែលរៀនគម្ពីរនេះដាច់ខាត់មិនត្រូវបខំពីទេហើយបើរៀនគម្ពីរនេះគឺមិនត្រូវយកស្នៀតឬរបស់ទឹកអ្វីផ្សេងមករៀនជាមួយឡើយបើពុំនោះទេនឹងប្រតិកម្មយុទ្ធសិលខ្លាចជាបែបនេះតើរិទ្ធគេហាត់អ្វីខ្លះទៅលោកតាតាគិតថាគេច្បាស់ជាយកដំបងទឹកដែលតាឲ្យទៅគេនោះមកហាត់ជាមួយគម្ពីរនេះហើយទើបបានជាគេខ្លាចជាបិសាចបែបនេះវិវោឲ្យលោកតាត្រូវធ្វើយ៉ាងម៉េចទៅហើយតាមពេលនេះគេនៅទីណាទៅលោកតាពេលនេះរិទ្ធគេកំពុងតែត្រូវអាគមខ្មៅចូលខ្លួនគឺដើរសម្លាប់មនុស្សនិងសត្វជារៀងរាល់ថ្ងៃតានឹកដល់ព្រលឹងដើម្បីទៅខាត់មិនឲ្យគេបន្តការសម្លាប់មនុស្សតទៅទៀតហើយបើសិនជាពេលព្រឹកថ្ងៃរះតានៅមិនទាន់បើកភ្នែកទីនោះមានន័យថាតានឹងមិនអាចត្រឡប់មកវិញបានជារៀងរហូតហើយណាចៅលោកតា
បើលោកតាធ្វើបែបនេះវាដូចជាបន្ថយពេកហើយយល់អត់តើខ្ញុំទៅកម្ចាត់គេដោយខ្លួនឯងទៅចោះមិនបានទីចៅតើមិនចង់ឃើញចៅទាំងពីរឆ្លោះគ្នាឡើយមិនយ៉ាងបើចៅទៅដោយខ្លួនឯងទោះចៅរៀបចាប់កំពី300មេក៏ពិតមែនប៉ុន្តែយុទ្ធសាស្ត្ររបស់ចៅរិទ្ធបូករួមទាំងអាគមខ្មៅដែលកំពុងស្ថិតនៅក្នុងខ្លួនរបស់គេពេលនេះពិបាកនឹងយកឈ្នះណាស់តែចៅត្រូវចាំថាបើសិនជាតាមិនអាចត្រឡប់មកវិញទេចៅត្រូវយកទឹកសិតសើមពីដើមឈើមួយយ៉ាងមានឈ្មោះថាដើមពោះហើយយកទឹកសិតសើមនោះទៅចាក់លើកំពី300មេនោះទៅនោះមុនខ្មៅនឹងសាបរលាបចេញពីខ្លួនរបស់ចៅរិទ្ធបានមិនខានដើមពោះតាមដើមនេះមាននៅកន្លែងណាទៅលោកតាហើយវាមានរូបរាងដូចម្ដេចទៅដើមមួយប្រភេទនេះកម្រមានណាស់វាដុះនៅក្នុងព្រៃជ្រៅនិងមានទំហំធំហើយបានជាវាមានឈ្មោះថាដើមពោះព្រោះដើមនេះមានសត្វសត្វពស់អាស្រ័យរស់នៅមិនថាតាមស្លឹកមែកគល់ផ្កាឬក៏ឫសរបស់វាឡើយដើមឈើមួយនេះរុំពោះទៅដោយសត្វពស់គ្រប់ប្រភេទណាចៅបើមានសត្វពស់គ្រប់កន្លែងបែបនេះធ្វើយ៉ាងម៉េចទៅដើមឈើមួយដើមនេះអាចមានទឹកសន្សំទៅលោកតាដើមឈើនេះទោះជាមានពស់ច្រើនក៏ពិតមែនប៉ុន្តែនៅតែអាចទទួលទឹកសន្សំបានដដែលគឺនៅវេលាទៀបភ្លឺណាចៅមួយថ្ងៃវាបញ្ចេញទឹកសន្សំបានតែម្ដងទេចៅត្រូវទៅយកដោយប្រុងប្រយ័ត្នបំផុតរឿងនេះសូមលោកតាកុំព្រួយចាំងនឹងចងចាំមិនភ្លេចទេក្រោយពេលដែលលោកតាផ្ដាំផ្ញើរួចលោកតាក៏ហូតវិញ្ញាណហោះទៅកាន់កន្លែងដែលរិទ្ធរស់នៅពេលទៅដល់រិទ្ធក៏ដឹងភ្លាមថាមានអ្នកចូលមកដល់កន្លែងរបស់គេអ្នកណាចូលមកកន្លែងយើងបែបនេះមិនខ្លាចស្លាប់ទេមែនទេគឺតាទេចៅរិទ្ធលោកតាឯងមិនមែនជាលោកតាយើងទៀតឡើយយើងលែងទុកឯងជាលោកតារបស់យើងតាំងពីថ្ងៃដែលឯងឲ្យកំពី300មេទៅវងម្លេះឯងស្រឡាញ់ចៅលំអៀងមិនពិតទេចៅរិទ្ធតាស្រឡាញ់ចៅទាំងពីរដូចគ្នាកំពី300មេនិងដំបងទឹកដែលតាឲ្យទៅចៅគឺសុទ្ធតែជាវត្ថុទិព្វគ្មានគូប្រៀបដូចគ្នាប៉ុន្តែនេះមកពីចៅមិនព្រមស្ដាប់តាមតាហ៊ានយកកំពី300មេមករៀនលីឡំគ្នាជាមួយដំបងទឹកទើបបានជាចៅប្រែទៅជាបែបនេះចៅត្រឡប់ទៅវិញទៅណាចៅបានហើយឈប់និយាយទៅពេលនេះយុទ្ធសាស្ត្រខ្ញុំប្រកាសលើសគេក្នុងលោកទៅហើយខ្ញុំមិនត្រឡប់ទៅនៅជាមួយតាកញ្ចាស់ឯវិញចំណាច់ខានបើមិនព្រមទៅវិញទេតោះនឹងសួរបដូរជីវិតនៅទីនេះទៅចុះលោកតាអេសីបានប្រើយុទ្ធសាស្ត្រដោយប្រើឈើច្រត់ចង្អុលទៅកាន់រិទ្ធចំណែកឯរិនក៏ប្រើយុទ្ធសាស្ត្រតទល់គ្នាជាមួយលោកតាវិញដោយសារតែកម្លាំងរបស់រិទ្ធទទួលបានធម្មពលពីបិសាចផងបូករួមទាំងធម្មពលដែលខ្លួនមានផងទើបធ្វើឲ្យលោកតាមិនអាចទប់ទល់រួចឡើយចុងក្រោយរិទ្ធបានប្រើពឹសពោះអាសេរពឹសព្រោះទៅលោកតាប៉ុន្តែលោកតាដឹងខ្លួនទាន់ក៏ប្រើយុទ្ធសាស្ត្របង្កើតជាកញ្ចក់រារាំងមិនឲ្យពឹសពោះប៉ះខ្លួនឡើយឆាប់ត្រឡប់ទៅវិញជាមួយតាទៅចៅរិទ្ធតានឹងដកហូតអាគមខ្មៅចេញពីខ្លួនចៅណាចៅមិនអាចទេយើងមិនទៅវិញឡើយពេលនេះយើងទទួលបានធម្មពលខ្លាំងក្លាគឺជាស្ដេចពស់ដ៏ខ្លាំងពូកែយើងមិនទៅវិញចិត្តដាច់ខាតចាំទទួលយុទ្ធសាស្ត្រផ្ដាច់ព្រលឹងពីយើងភ្លាមទៅហើយពស់កំណាច់នោះក៏បានលោតទៅខំកលោកតាជាប់ធ្វើឲ្យលោកតាស្លាប់នៅពេលនោះចៅរិទ្ធភ្ញាក់ខ្លួនឡើងទៅចៅសូម្បីតែលោកតាអេសីដែលមានមហិទ្ធិឫទ្ធិខ្លាំងពូកែក៏មិនអាចយកឈ្នះយើងបានផងចំណែកឯវងឯនេះវិញមិនហ៊ានដើរទៅណាចោលលោកតាឡើយគឺគេរងចាំរហូតដល់មេឃភ្លឺសង្ឃឹមថាលោកតាត្រឡប់មកវិញប៉ុន្តែគេពុំឃើញលោកតាបើកភ្នែកសោះវងក៏ស្រាប់តែស្រក់ទឹកភ្នែកព្រោះដឹងថាលោកតាបានស្លាប់បាត់ទៅហើយលោកតាមេឃភ្លឺហើយហេតុអីលោកតាមិនបើកភ្នែកឡើងចឹងលោកតាមិនអាចស្លាប់បានទេលោកតាត្រឡប់មកវិញមក
ពួកយើងនឹងដើរកំចាត់បិសាចជាមួយគ្នាណាលោកតាលោកតាទោះបីជាវងខំសម្រក់ទឹកភ្នែកខំស្រែកហៅលោកតាយ៉ាងណាក៏លោកតាមិនអាចវិលត្រឡប់មកវិញបានឡើយវងអស់សង្ឃឹមក៏យកសពរបស់លោកតាទៅបញ្ចុះនៅខាងក្រោយអាស្រមលោកតាសូមលោកតាសម្រាប់ចុះកិច្ចការដែលនៅសល់ចៅនឹងបន្តធ្វើជំនួសលោកតាសូមលោកតាទុកចិត្តលើចៅចុះណាលោកតារៀបចំទីបញ្ចុះសពរបស់លោកតារួចហើយវងក៏ចាប់ផ្ដើមធ្វើដំណើរទៅរកដើមពោះដែលលោកតាបាន5វងធ្វើដំណើរដោយហោះលើមេឃផងជ្រែកដីផងដើម្បីប្រញាប់ទៅដល់គោលដៅឆាប់វងបានដើរយូរណាស់ដើរដោយគ្មានគោលដៅឡើយព្រោះមិនដឹងថាដើមពោះនោះវាស្ថិតនៅឯណាគេដើររហូតបានទៅជួបជាមួយនឹងទេពធីតាថៃរក្សាព្រៃតើអ្នកកំឡោះទៅណាមកណាបានជាមកដល់ទីនេះបាទទេពធីតាខ្ញុំធ្វើដំណើរមករកដើមឈើម្យ៉ាងមានឈ្មោះថាដើមពោះមិនបានជាអ្នកកំឡោះចង់យកដើមពោះនោះទៅធ្វើអីព្រោះតែខ្ញុំចង់ទៅយកទឹកសន្សាមពីដើមពោះនោះទៅស្រោចលើគម្ពីរ300មេរបស់លោកតាអេសីដើម្បីដោះអាគមខ្មៅពីមនុស្សម្នាក់ប៉ុន្តែដើមពោះនោះសុទ្ធតែពួកអសិរពិសកាច់សាហាវតែអ្នកកំឡោះមិនខ្លាចទេអីខ្ញុំមិនខ្លាចទេទោះបីជាអ្នកកំឡោះមិនខ្លាចប៉ុន្តែសត្វពស់ទាំងអស់នោះកាច់សាហាវណាស់ពួកវាក៏មិនខ្លាចអ្នកកំឡោះដូចគ្នាដែរអ្នកកំឡោះយករោមសត្វកង្កោកទេពនេះយកទៅទុកការពារខ្លួនចុះនៅពេលដែលសត្វពស់ទាំងនោះបានឃើញរោមកង្កោកនេះទើបវាមិនហ៊ានធ្វើអ្វីអ្នកកំឡោះខ្ញុំអរគុណទេពធីតាហើយជូនពរឯងឲ្យបានសម្រេចចុះវងក៏ទទួលយករោមសត្វកង្កោកពីទេពធីតារួចបន្តដំណើរទៅមុខទៀតមិនយូរប៉ុន្មានវងក៏បានឃើញដើមពោះនោះពិតមែននៅលើដើមពោះនោះមើលមួយផ្លែតពិតជាមិនដឹងថាមានពស់ឡើយប៉ុន្តែបើមើលឲ្យយូរបន្តិចទើបដឹងថាសុទ្ធតែជាពស់ទាំងអស់គ្មានកន្លែងណាចន្លោះឡើយពិតជាដើមពោះដូចជាលោកតាប្រាប់ពិតមែនដល់ពេលដែលដើមមួយនេះត្រូវបញ្ចេញទឹកសន្សាមល្មមតើយើងនឹងទៅប្រមូលទឹកសន្សាមនៅកន្លែងណាទៅវងក៏ដើរចូលទៅជិតដើមពោះនោះស្រាប់តែភ្លាមនោះពស់រាប់ពាន់ក្បាលសម្លឹងមកវងយ៉ាងគួរឲ្យខ្លាចបំផុតមិនបង្អង់យូរឡើយសត្វពស់ទាំងអស់នោះក៏លោតមកខាំវងប៉ុន្តែវងរហ័សក៏ព្យាយាមគេចម្ដងទៅឆ្វេងម្ដងទៅស្ដាំដើម្បីគេចពីពស់ទាំងអស់នោះវងមិនបង្អង់យូរឡើយគេក៏ទាញយករោមសត្វកង្កោកមាសដែលទេពធីតាប្រគល់ឲ្យនោះចេញមកពួកឯងឆាប់ចេញភ្លាមទៅយើងមិនចង់សម្លាប់ពួកឯងទេបើយើងប្រើយុទ្ធសាស្ត្រតាមបន្តិចពួកឯងច្បាស់ជាងាប់ខ្ទេចគ្មានសល់ហើយតែយើងមិនចង់ឲ្យពួកឯងស្លាប់ទេទោះពួកឯងជាសត្វសាហាវក៏ដោយសត្វពស់ទាំងឡាយកាលបើឃើញវងទាញរោមសត្វកង្កោកទេពចេញមកបែបនេះក៏នាំគ្នាគេចចេញពីដើមពោះអស់បានឱកាសវងក៏ទាញយកឃ្លោកមកត្រង់ទឹកសន្សើមដែលកំពុងតែធ្លាក់ពីលើស្លឹកនៃដើមពោះនោះបានត្រង់10ដំណក់វងក៏បិទគម្របរួចលាសត្វពស់ត្រឡប់ទៅវិញយើងយកទឹកសន្សាមនេះបានហើយយើងត្រឡប់ទៅវិញហើយពួកឯងនាំគ្នាចូលទៅនំពួកឯងវិញចុះវងក៏ធ្វើដំណើរមកកាន់រូងភ្នំរបស់រិទ្ធរស់នៅដល់ពេលហើយដល់ពេលដែលយើងត្រូវចេញទៅរកឈាមស្រស់ទៀតហើយថ្ងៃនេះយើងនឹងហត់ឈាមមនុស្សឲ្យបានច្រើនជាងសពដងរិទ្ធក៏ធ្វើដំណើរចេញទៅរកឈាមមនុស្សឈាមសត្វហត់ដើម្បីបន្ថែមយុទ្ធសាស្ត្ររបស់ខ្លួនប៉ុន្តែរៀបនឹងចេញទៅហើយស្រាប់តែវងក៏ធ្វើដំណើរមកដល់ល្មមរិទ្ធវងតើរិទ្ធឈប់ទៅហើយឯងឆាប់ប្រគល់គម្ពីរ300មេនោះឲ្យយើងភ្លាមមកហ៎ចង់បានសៀវភៅនេះមែនទេបើឯងមានសមត្ថភាពអាចយកពីដៃយើងបានឯងចូលមកចុះបានឯងឆាប់ប្រគល់គម្ពីរមកឲ្យយើងភ្លាមមកយើងមិនអោយឯងហ៊ានយកកំបិតមកចាក់យើងផងហ៎យើងនឹងសម្លាប់ឯងបានហើយរិទ្ធយើងថាឯងឆាប់ឲ្យគម្ពីរមកយើងភ្លាមមកមិនអោយរិទ្ធក៏ចូលទៅប្រកួតជាមួយនឹងវងប្រកួតគ្នាអស់រយៈពេលយ៉ាងយូរស្រាប់តែគម្ពីរដែលរិទ្ធបានលាក់ទុកនោះជ្រុះធ្លាក់ដល់ដីគម្ពីររិទ្ធនិងវងឃើញគម្ពីរនោះដំណើរគ្នាប៉ុន្តែវងក៏បានប្រើយុទ្ធសាស្ត្ររហ័សទើបអាចយកគម្ពីរនោះមកបាន
យើងយកបានហើយឆាប់ប្រគល់កំពីមកឲ្យយើងពេញភ្លាមមកទេវងបានយកទឹកសន្សើមដែលបានពីដើមពោះមកចាក់ស្រេចលើកំពីធ្វើឲ្យរឹតប្រែជាក្តៅក្រហល់ក្រហាយរួចក៏សន្លប់បាត់ស្មារតីភ្លាមមួយរំពេចរិនអញយ៉ាងម៉េចហើយរិនវងបានលើករឹតឡើងរួចហើយបញ្ជូនយុទ្ធសិលទៅឲ្យរិនដើម្បីឲ្យគេមានកម្លាំងដឹងខ្លួនឡើងវិញមួយសន្ទុះក្រោយមករឹតពិតជាបានដឹងខ្លួនវិញពិតមែនយ៉ាងម៉េចចេះតើមានរឿងអីកើតឡើងអូយឈឺក្បាលណាស់រិនទីបំផុតឯងដឹងខ្លួនហើយមែនទេវងទីនេះជាកន្លែងណាហេតុអីបានជាយើងមកដល់ទីនេះអញ្ចឹងឯងបានមកដល់ទីនេះព្រោះតែឯងបានលួចរៀនគម្ពីរ300មេបូករួមជាមួយនឹងដំបងទឹកដែលលោកតាឲ្យទៅឯងទើបបានជាឯងខ្លាយទៅជាបិសាចពស់មករស់នៅទីនេះមែនហើយចុះលោកតានៅឯណាលោកតាពេលនេះលោកតាស្លាប់ទៅហើយគឺស្លាប់នៅពេលដែលគាត់ចង់មកជួយឯងឲ្យរួចផុតពីអាគមខ្មៅនេះថាម៉េចខ្ញុំជាអ្នកសម្លាប់លោកតាមែនទេមិនពិតទេរិនពេលនេះលោកតាបានទៅកាន់ទីស្ងប់សុខហើយពេលនេះក៏ប្រហែលជាលោកតាកំពុងតែសប្បាយចិត្តព្រោះសម្លឹងឃើញឯងបានប្រែមកជាធម្មតាវិញក៏ថាបានវងខ្ញុំអរគុណឯងហើយដែលបានជួយខ្ញុំឲ្យរួចផុតពីអាគមខ្មៅនេះមិនអីទេខ្ញុំសប្បាយចិត្តណាស់ដែលឯងអាចត្រឡប់មកដូចដើមវិញចាប់តាំងពីពេលនោះមកវងនឹងរិទ្ធបានតាំងចិត្តថានឹងដើរគ្រប់កន្លែងដើម្បីទៅរកដល់មនុស្សផងទាំងពួងត្រូវការជួយពួកគេមិនថាកំចាត់បិសាចឬជួយដល់អ្នកទីទ័លក្រឡើយមានរឿងមួយបានដំណាលមកថានៅក្នុងព្រៃមួយមានព្រៃពស់មួយក្បាលសំងំលាក់ខ្លួននៅឯក្នុងព្រៃជ្រៅសត្វពស់នោះតែងតែលេបត្របាក់អ្នកស្រុកអ្នកភូមិណាដែលចូលទៅកាន់ទីតាំងចិត្តកន្លែងវារស់នៅអាយ៉ានៅទីនេះសម្បូរឈើងាប់ច្រើនណាស់ថ្ងៃនេះប្រកាសជាលក់អស់បានប្រាក់ច្រើនជាមិនខានទេកំពុងតែអោនរើសអស់ស្រាប់តែពូឆក់ឮសំឡេងស៊ូតដូចជាសំឡេងសត្វពស់នៅពេលដែលគាត់បែរក្រោយស្រាប់តែឃើញសត្វពស់មួយយ៉ាងធំកំពុងតែបើកពពាដាក់ពូឆក់គួរឲ្យខ្លាចឃើញបែបនេះពូឆក់មិននៅយូរក៏រត់ចេញយ៉ាងលឿនជួយផងពស់ធំណាស់ជួយផងពូឆក់រត់បណ្ដើរស្រែកហៅឲ្យគេជួយបណ្ដើររីឯសត្វពស់ដ៏ធំនោះវាតាមពីក្រោយពូឆក់រហូតដល់គាត់អស់កម្លាំងធ្វើឲ្យពូឆក់ទន់ជើងរត់ទៅមុខលេងរួញសត្វពស់នោះក៏បានលេបត្របាក់ពូឆក់ស្លាប់នីគ្រានោះទៅក្រោយពេលលេបត្របាក់ពូឆក់បានហើយសត្វពស់ដ៏ធំនោះក៏ប្រែក្រឡាទៅជាបិសាចពស់យើងនឹងចាប់ស៊ីពួកមនុស្សជាចំណីរបស់យើងរីឯនៅក្នុងភូមិឯនេះវិញក៏មានរឿងចម្លែកមួយបានកើតឡើងដូចគ្នាគឺមានសត្វពស់ជាច្រើនក្បាលបានចេញមករាតត្បាតអ្នកស្រុកអ្នកភូមិពូឆើតដែលជាប្តីរបស់មីងឆយបានទៅបាត់ជើងនៅឯគុម្ពឫស្សីស្រាប់តែប្រទះឃើញសត្វពស់ជាច្រើនក្បាលនៅទីនោះហើយមានតែកន្លែងនេះទេដែលស័ក្តិសមបំផុតហេតុអីបានជាមានពស់នៅទីនេះច្រើនម្ល៉េះពួកវាមកពីណាអញ្ចេះច្រើនបែបនេះទៅសិនហើយមិននៅទេច្រើនណាស់លោកអើយលេងចង់បាត់ជើងអីទៀតហើយសុំខ្ជិបទៅវិញសិនហើយមិនលេងចូលទេពូឆាតលើខោបណ្ដារត់បណ្ដាព្រោះភ័យនឹងសត្វពស់ខ្លាំងពេកនៅពេលរត់ទៅដល់ផ្ទះក៏ប្រញាប់ប្រញាល់រត់ចូលទៅក្នុងផ្ទះរួចទាញទ្វារបិទភ្លាមប្រពន្ធសម្លាញ់អើយប្រពន្ធសម្លាញ់ហើយកើតស្អីមិនបានចរត់ទៅហេបទៅហប់ម៉េះដូចជាកិច្ចពីខ្មោចយ៉ាងអញ្ចឹងវាលើសពីឃើញខ្មោចទៅទៀតម៉ែវាខ្ញុំឃើញពស់នឹងណាពស់ច្រើនណាស់ហើយពស់នៅណាទៅខ្ញុំឃើញវានៅគុំអាស័យពស់ច្រើនណាស់ម៉ែវាអើយខ្ញុំឃើញហើយព្រឺក្បាលខ្ញាក់តែម្ដងហើយពស់មកពីណាមិនក៏ច្រើនយ៉ាងនេះតាប៉ែហើយមកសួរខ្ញុំអញ្ចឹងខ្ញុំធ្វើមិនដឹងទៅអូយខ្ញុំគិតថាប្រហែលជាឯងទៅបាត់ជើងនៅកន្លែងសម្បុកពស់ហើយមើលទៅបានជាឃើញច្រើនបែបនេះនោះខ្ញុំក៏មិនដឹងដែរតែគួរឲ្យខ្លាចពិតមែនណាអើយបានហើយតាប៉ែ
ឯងនៅចាំខ្ញុំនៅនឹងហើយខ្ញុំចុះទៅដួសបាយឲ្យហូបណា យាយប៉ែប្រយ័ត្នប្រយែងផង ខ្ញុំដឹងហើយវាមិនអីទេ មីងឆយក៏បានចុះទៅដួសបាយនៅឯចង្ក្រានបាយនៅពេលមីងឆយចូលទៅក្នុងចង្ក្រានបាយភ្លាមស្រាប់តែបានឃើញសត្វពស់វែកជាច្រើនក្បាលកំពុងទៅវានឹងអើតកសម្លឹងមកមីងឆយឃើញហើយភ័យខ្លាចជាខ្លាំងក៏ស្រែកខ្លាំងឡើងរួចរត់ឡើងទៅលើផ្ទះវិញយ៉ាងលឿន អើយតប៉ែអាចជួយផងតប៉ែអើយជួយផង ហើយយ៉ាងម៉េចទៅហើយយាយប៉ែស្រែកឡើងខ្ទរផ្ទះតែម្ដងហើយណោះខ្ញុំនៅស្លុតរឿងពស់មិនទាន់បាត់ផង គឺខ្ញុំបានឃើញសត្វពស់វែកនៅក្នុងចង្ក្រានបាយខ្ញុំភ័យខ្លាំងណាស់តប៉ែអើយតប៉ែ ថាម៉េចពស់វែកណែយាយប៉ែខ្ញុំវាដូចជាព្រឺសបល់ដល់ហើយខ្ញុំគិតតែពួកយើងរត់ទៅផ្ទះមិញច័ន្ទទៅអីគ្រាន់បានជាគ្នា ចឹងក៏បានតោះទៅឥឡូវនេះទៅតែម្ដងទៅតប៉ែអើយខ្ញុំខ្លាចណាស់ នៅពេលរត់ចាញ់ទៅក្រៅផ្ទះពូឆាតនិងមីងឆយក៏បានឃើញអ្នកភូមិផ្សេងទៀតកំពុងតែភ័យរឿងសត្វពស់ដូចគ្នាដែរ អើយឆាប់រត់ទៅពស់ចាក់ស្លាប់ឥឡូវហើយអូយ មែនហើយឆាប់រត់ទៅបើរត់មិនទាន់ទេច្បាស់ជាស្លាប់មិនខាន អើយមីងតើមានរឿងអីទៅមីងមិនក៏នាំគ្នារត់ប្រសេចប្រសាចបែបនេះរត់ពេញតែនឹងហើយនេះអើយណែមីនាងឆាប់រត់ភ្លាមទៅព្រោះពេលនេះសត្វពស់វាច្រើនណាស់នៅក្នុងភូមិយើងនេះណារត់ភ្លាមទៅបើមិនអញ្ចឹងទេងាប់ឥឡូវហើយ យាយប៉ែតើយើងត្រូវធ្វើយ៉ាងម៉េចទៅ អើយមានធ្វើយ៉ាងម៉េចគឺមានរត់នឹងហើយណែរត់ភ្លាមទៅ មីងឆយនិងពូឆាតក៏នាំគ្នារត់ទៅតាមអ្នកស្រុកអ្នកភូមិជាមួយគ្នាធ្វើឲ្យនៅក្នុងភូមិទាំងមូលគ្មានមនុស្សរស់នៅឡើយព្រោះតែរត់គេចចេញពីសត្វពស់ដែលចូលមកអុកឡុកអ្នកភូមិអ្នកស្រុកអ្នកភូមិរួមទាំងពូឆាតនិងមីងឆយក៏នាំគ្នារត់ចូលទៅក្នុងព្រៃដោយពួកគាត់ពុំបានដឹងទេថានៅក្នុងព្រៃនោះគឺជាកន្លែងព្រៃពស់រស់នៅ ពេលនេះពួកមនុស្សនាំគ្នារត់ចូលមកដល់កន្លែងយើងហើយយើងនឹងលេបពួកឯងធ្វើជាចំណីរបស់យើងទាំងអស់ចាំតែមើលទៅ អើយគ្រប់គ្នាខ្ញុំថាពួកយើងសម្រាប់នៅទីនេះសិនហើយយ៉ាងម៉េចដែរ មែនហើយនៅទីនេះប្រហែលជាមិនអីទេ បើអញ្ចឹងសម្រាប់ថាសម្រាប់នៅទីនេះទៅចោះណាចាំស្អែកចាំបន្តដំណើរទៅមុខទៀត ចុះបើសិនជាសត្វពស់ទាំងនោះមកទាន់តើពួកយើងធ្វើយ៉ាងម៉េចទៅ មែនហើយតើធ្វើយ៉ាងម៉េចទៅខ្ញុំថាពេលនេះណាកុំទាន់គិតច្រើនអីសម្រាប់បន្តិចសិនទៅដើម្បីយកកម្លាំងបន្តដំណើរទៅមុខទៀតណែហើយនៅខាងមុខណាមានភូមិមួយទៀតពេលដែលពួកយើងទៅដល់ប្រហែលជាលែងអីហើយមែនហើយសម្រាប់សិនទៅណាអើយ ដោយអស់កម្លាំងផងនោះអ្នកភូមិក៏នាំគ្នាសម្រាករៀងខ្លួនអ្នកខ្លះនាំគ្នាកាច់មែកឈើដើម្បីយកមកក្រាលអ្នកខ្លះបានទៅបេះផ្លែឈើព្រៃយកមកទុកហូបចំណែកអ្នកខ្លះទៀតក៏បានយកដុំថ្មមកត្រកួតដើម្បីបង្កាត់ភ្លើងបង្កើនភាពកក់ក្ដៅកំពុងតែសម្រាកស្រាប់តែព្រៃពស់បានបង្ហាញខ្លួនយ៉ាងធំនៅចំពោះមុខអ្នកគ្រប់គ្នាធ្វើឲ្យអ្នកភូមិស្ទើរគាំងបេះដូងទៅហើយ ហើយពស់ធំណាស់លោកអើយពស់ធំណាស់អើយ អ្នកទាំងអស់គ្នាក៏ផ្អើលឆោឡៅឡើងព្រៃពស់នោះបានលេបត្របាក់យកអ្នកភូមិម្នាក់ទៅធ្វើឲ្យអ្នកឯទៀតរត់ប្រសេកប្រសាចពេញព្រៃ អើយរត់ទៅពួកយើងរត់ទៅឲ្យលឿនឡើងទៅអើយ ណែយាយប៉ែរត់ឲ្យលឿនឡើងមកយាយប៉ែ អូយចាំមិញច័ន្ទផងទៅតប៉ែមិញច័ន្ទរត់ឲ្យលឿនឡើងមកចាំយើងផងអើយ ភ្លាមនោះព្រៃពស់បានរំខ្លួនមិញច័ន្ទជាប់រួចលើកឡើងទៅលើមិញច័ន្ទភ័យខ្លាំងណាស់យំស្រែកឲ្យមិញឆយនិងពូឆាតជួយ ហ៎មិញច័ន្ទហើយមិញច័ន្ទអើយមិញច័ន្ទយាយប៉ែឆាប់រត់ឲ្យលឿនឡើងមកពួកយើងមិនអាចជួយអីគាត់បានទេរត់ឲ្យលឿនឡើងព្រៃពស់ក៏បានលេបមិញច័ន្ទចូលទៅក្នុងពស់បាត់ទៅព្រៃពស់នេះ
បានវាដេញខំពូឆាតនិងមីងឆយចំណែកប្តីប្រពន្ធទាំងពីរនាក់នេះបានរត់ទៅដល់កន្លែងតលមួយដែលមានផ្ទាំងថ្មនៅពីមុខធ្វើឲ្យពូឆាតនិងមីងឆយភ័យជាខ្លាំងព្រោះដឹងថាខ្លួននឹងត្រូវស្លាប់នៅគ្រានោះជាមិនខានវិវរហើយពួកយើងមិនអាចរត់ទៅណាទៀតបានទេតាប៉ាអើយតាប៉ាតើពួកយើងនឹងត្រូវស្លាប់តើមែនទេព្រាយពោះបានហាមាត់របស់វាយ៉ាងធំដើម្បីខំត្របាក់ពូឆាតនិងមីងឆយតែទាំងពីរនាក់រត់គេចទាន់ពេលរួចក៏ដឹកដៃគ្នារត់បន្តទៅមុខទៀតពូឆាតនិងមីងឆយរត់ចុះរត់ឡើងក៏បានទៅជួបជាមួយអ្នកភូមិផ្សេងទៀតដែលរត់មកជាមួយគ្នាអ្នកអើយរត់ឲ្យលឿនឡើងទៅសត្វពស់នោះវាមកទាន់ឥឡូវហើយអូយរត់ឲ្យលឿនឡើងទៅអ្នករត់ឲ្យលឿនព្រាយពោះកំណាចនោះក៏មកដល់ពិតមែនហើយវាក៏ហក់លេបត្របាក់យកអ្នកភូមិបានម្នាក់ហើយម្នាក់ទៀតគឺនៅសល់តែពូឆាតនិងមីងឆយតែពីរនាក់ប៉ុណ្ណោះអើយវិវរឲ្យតាប៉ែពេលនេះណាសត្វពស់កំណាចនោះបានលេបយកអ្នកភូមិរបស់យើងអស់ហើយគឺនៅសល់តែយើងពីរនាក់ទេតាប៉ែខំរត់ឲ្យលឿនទៅកុំបង្អង់ឲ្យសោះចាតោះពួកយើងរត់ទៅមុខទៀតអើយពូឆាតនិងមីងឆយខំប្រឹងរត់ទៅមុខទៀតយ៉ាងលឿនចំណែកឯព្រាយពោះនោះក៏នៅតែស្វែងរកចំណីដដែលជាសំណាងល្អពូឆាតនិងមីងឆយក៏បានទៅដល់អាស្រមរបស់លោកតាអេសីតាប៉ែអានោះគឺជាអាស្រមលោកអេសីតើយើងចូលទៅជួបលោកតាទៅក្រែងលោកតាអាចជួយយើងបានហើយមិនហើយតោះមីងឆយនិងពូឆាតក៏ដើរចូលទៅក្នុងអាស្រមរបស់លោកតាអេសីពេលចូលទៅដល់អ្នកទាំងពីរក៏លុតជង្គង់នៅចំពោះមុខលោកតាអេសីលោកតាកណាសូមថ្វាយបង្គំកណាសូមថ្វាយបង្គំលោកតាល្អហើយចៅពួកឯងទាំងពីរអ្នកសំណាងណាស់ដែលអាចរត់គេចពីព្រាយពោះនោះបានហេតុអីក៏លោកតាដឹងមែនហើយលោកតាហេតុអីបានជាលោកតាដឹងពួកខ្ញុំកណានៅមិនទាន់ប្រាប់អ្វីដល់លោកតាទេគឺតាបានសមាធិឃើញព្រាយពោះបានចេញទៅអុកឡុកអ្នកភូមិអ្នកស្រុកហើយចំណែកពួកឯងទាំងពីរអ្នកចាត់ទុកថាសំណាងណាស់ដែលអាចគេចផុតពីចង្កូមរបស់ព្រាយពោះនោះកំពុងតែនិយាយគ្នាស្រាប់តែព្រាយពោះនោះក៏មកដល់អាស្រមរបស់លោកតាអេសីរួចហាមាត់យ៉ាងធំហាក់បង្ហាញពីអនុភាពរបស់ខ្លួនមីងឆយនិងពូឆាតឃើញហើយក៏នាំគ្នារត់ទៅពួននៅពីក្រោយលោកតាអេសីភ្លាមណែនាងព្រាយពោះកំណាចតើនាងឯងចង់សម្លាប់មនុស្សដល់ពេលណាទៀតឆាប់ត្រឡប់ទៅកន្លែងរបស់នាងវិញទៅប្រយ័ត្នថាយើងនេះមិនបានប្រាប់ណាសត្វពស់នោះនៅតែមិនទៅណាទាំងអស់រួចក៏អោនក្បាលចុះមកជិតលោកតាអេសីបង្ហាញថាខ្លួនមិនបានខ្លាចនឹងបារមីរបស់លោកតាឡើយមិនខ្លាចទេមែនទេលោកតាអេសីក៏បានទាញយកខ្សែអំបោះចេញមករួចសូត្រផ្លុំបាលីនិងបានធ្វើឲ្យខ្សែអំបោះនោះហោះទៅចងជាប់នឹងព្រាយពោះនោះធ្វើឲ្យព្រាយពោះមិនអាចរើខ្លួនរួចឡើយរួចក៏ក្រឡាខ្លួនមករូបរាងជាមនុស្សបាលីរបស់លោកតាអេសីមិនបានធ្វើឲ្យព្រាយពោះនោះស្លាប់ឬក៏ចងជាប់បានឡើយគឺបានត្រឹមតែធ្វើឲ្យនាងមានអារម្មណ៍ថាក្តៅនិងរលាកស្បែកតែប៉ុណ្ណោះព្រាយពោះនោះក៏បានប្រើកម្លាំងដើម្បីធ្វើឲ្យខ្សែអំបោះនោះដាច់អូយក្តៅណាស់ក្តៅណាស់អូយអូយអូយសំអាងលើខ្សែអំបោះរបស់ឯងគិតទេថាអាចធ្វើអីយើងបាននោះយ៉ាងច្រើនវាគ្រាន់តែធ្វើឲ្យយើងនេះក្តៅនិងរលាកស្បែកតែប៉ុណ្ណោះថ្ងៃនេះយើងមិនអាចយកពួកឯងធ្វើជាចំណីតែថ្ងៃក្រោយយើងនឹងត្រឡប់មកវិញមិនខាននិយាយរួចនាងព្រៃពស់ក៏បានក្រឡាជាសត្វពស់រួចវាចេញទៅវិញបាត់ទៅចំណែកមីងឆយនិងពូឆាតវិញរៀងអន់ភ័យមកវិញខ្លះព្រោះគិតថាពួកគេមានលោកតាអេសីនៅចាំជួយ
លោកតាខ្ញុំកណាទាំងពីរនាក់អរគុណលោកតាណាស់បើគ្មានលោកតាទេពេលនេះខ្ញុំកណាទាំងពីរនាក់ច្បាស់ជាត្រូវព្រាយពោះនោះលេបចូលពោះមិនខានទេ កុំតន់អាលសប្បាយចិត្តអីព្រៃពោះនេះវាមិនងាយនឹងចោះចាញ់អ្នកណាឡើយវានឹងត្រឡប់មកវិញម្ដងទៀតតើពួកយើងអាចមានវិធីកម្ចាត់នាងព្រៃពោះនេះបានទេលោកតាមានប៉ុន្តែទាល់តែយើងអាចយកថ្លើមរបស់វាបាននោះទៅព្រៃពោះនេះស្លាប់ តើធ្វើយ៉ាងម៉េចទៅទើបអាចយកថ្លើមរបស់វាមកបានលោកតា ទាល់តែយើងរកវិធីធ្វើយ៉ាងណាឲ្យវាបានលេបប្រទាលស៊ីលៈចូលទៅក្នុងពោះរបស់វានោះទើបធ្វើឲ្យថ្លើមរបស់វាខ្ទេចបានដល់ពេលនោះវានឹងខ្ជាក់ថ្លើមរបស់វាចេញមកហើយវានឹងស្លាប់តែម្ដងតើប្រទាលស៊ីលៈនោះនៅណាទៅលោកតាប្រទាលស៊ីលៈនេះច្រើនដុះនៅតាមជើងភ្នំ ចុះបើសិនជាទៅបេះតែជួបនឹងព្រាយពោះទៅលោកតា មិនអីទេចៅផ្លូវទៅកាន់ជើងភ្នំនោះគឺមកខាងម្នាក់ពីទីស្នាក់របស់ព្រាយពោះ បើអញ្ចឹងចាំខ្ញុំកណានឹងប្តីទៅបេះប្រទាលនោះទៅចុះណាលោកតា ផ្លូវទៅបេះប្រទាលនេះមិនស្រួលទេគឺត្រូវឆ្លងកាត់បន្លាផងឆ្លងកាត់ទឹកផងហើយថែមទាំងមានសត្វសាហាវជាច្រើនដូចជាសត្វខ្លានិងសត្វអាសេរពិសជាច្រើនទៀតបើអញ្ចឹងត្រូវធ្វើយ៉ាងម៉េចទៅលោកតាដោយសារតែពីរអ្នកឯងគឺជាប្តីប្រពន្ធនឹងគ្នាដូច្នេះអ្នកទាំងពីរមាននិស្ស័យនឹងគ្នាឯងជាប្តីត្រូវធ្វើដំណើរទៅរកបេះប្រទាលស៊ីលៈទៅចំណែកនាងជាប្រពន្ធត្រូវនៅអាស្រមជាមួយនឹងលោកតាព្រោះដើម្បីថែរក្សាភ្លើងទៀនកុំឲ្យរលត់ឲ្យសោះតានឹងបញ្ជូនកម្លាំងពិសេសតាមរយៈភ្លើងទៀនដែលបានដុតនេះនោះឯងនឹងអាចយកឈ្នះនៅឧបសគ្គទាំងនោះតែឯងត្រូវតែចាំថាប្រទាលស៊ីលៈជាផ្កាដែលមានពណ៌ស្វាយស្រស់ស្អាតថែមទាំងមានបន្លាផងដែរដូច្នេះពេលដែលបេះត្រូវតែប្រយ័ត្នប្រយែងណាឮទេកណាខ្ញុំកណាយល់ឲ្យលោកតាហើយនេះគឺជាកំបិតនឹងថងយាមពេលដែលឯងឃើញផ្កាស៊ីលៈហើយឯងត្រូវប្រញាប់កាត់ដាក់ក្នុងថងយាមនេះហើយត្រឡប់មកវិញភ្លាមកណាលោកតាអើយតាប៉ែអាប្រយ័ត្នប្រយែងផងណាតាប៉ែ ពូឆាតបានដើរឆ្លងកាត់ព្រៃតម្រង់ទៅកាន់ជើងភ្នំកន្លែងដែលមានប្រទាលស៊ីលៈដើរបានពាក់កណ្ដាលផ្លូវស្រាប់តែពូឆាតបានជួបជាមួយសត្វខ្លាដ៏ធំមួយក្បាលខ្លាកុំខ្លាចវាឲ្យសោះត្រូវតាំងស្មារតីឯងខាប់យកកំបិតដែលតាឲ្យនោះចេញមកនៅពេលដែលវារត់មកខំឯងតានឹងបញ្ចូលកម្លាំងពិសេសឲ្យឯងហក់ឡើងទៅលើខ្នងខ្លានោះហើយឯងត្រូវទៅយកកំបិតនោះចាក់ចំក្បាលខ្លានោះទៅឮទេកណាលោកតាពូឆាតក៏ធ្វើតាមលោកតាឥសី5ពូឆាតបានដកកំបិតរួចកាន់ក្នុងដៃយ៉ាងជាប់រំពេចនោះខ្លាក៏បានហក់មករកខំពូឆាតស្រាប់តែពូឆាតហក់ទៅជិះលើខ្នងខ្លារួចយកកំបិតចាក់ចំក្បាលខ្លាធ្វើឲ្យខ្លានោះងាប់ភ្លាមមួយរំពេញលោកតាខ្លានេះវាងាប់ហើយល្អណាស់ឯងដើរទៅមុខទៀតទៅកណាលោកតាពូឆាតក៏បានដើរទៅមុខទៀតមួយសន្ទុះក្រោយមកពូឆាតក៏បានជួបនឹងឧបសគ្គមួយទៀតនោះគឺជាព្រៃបន្លាពូឆាតពុំដឹងទេថាតើត្រូវធ្វើបែបណាទើបអាចឆ្លងផុតព្រៃបន្លាដ៏ក្រាស់នេះបានព្រោះព្រៃបន្លាមួយនេះគ្មានផ្លូវណានឹងអាចដើរបានឡើយលោកតាឥសីក៏បានប្រាប់ពូឆាតថាចូលឯងលើកដៃប្រណម្យឡើងរួចបិទភ្នែកតាំងចិត្តឲ្យស្ងប់ធ្វើតាមយើងនោះឯងនឹងអាចឆ្លងផុតជាមិនខានឡើយកណាលោកតាពូឆាតក៏បានលើកដៃប្រណម្យឡើង
រួចបិទភ្នែកតាំងចិត្តឲ្យស្ងប់តាមលោកតា5រំពេចនោះស្រាប់តែខ្លួនពូឆាតបានហោះឡើងទៅលើរួចហោះឆ្លងកាត់ព្រៃបន្លានេះរហូតផុតព្រៃលោកតាពេលនេះកណាបានឆ្លងផុតព្រៃបន្លានេះហើយនៅសល់ឧបសគ្គមួយទៀតដែលឯងត្រូវឆ្លងកាត់បញ្ញាប់ដើរឲ្យលឿនទៅណាកណាលោកតាពូឆាតក៏បានបន្តដំណើរទៅមុខទៀតក៏បានជួបនឹងឧបសគ្គមួយទៀតនោះគឺទឹកបឹងដ៏ធំធេងមួយទឹកនេះមិនត្រឹមតែធំនោះទេថែមទាំងជ្រៅទៀតផងហើយទីនោះក៏គ្មានអ្វីដើម្បីនឹងអាចឆ្លងទៅបានឡើយពូឆាតមិនអាចធ្វើដំណើរឆ្លងកាត់បាននោះទេភ្លាមនោះពូឆាតក៏បានប្រាប់ទៅកាន់លោកតាឥសីលោកតានៅទីនេះទឹកបឹងធំណាស់ខ្ញុំកណាមិនអាចនឹងឆ្លងទៅបានទេកុំបារម្ភអីឯងដើរចូលទឹកបឹងនោះចុះតានឹងប្រើវេទមន្តដើម្បីញែកផ្លូវឲ្យឯងអាចដើរទៅបានកណាលោកតាពូឆាតក៏ចុះទៅក្នុងទឹកបឹងតាមលោកតា5គ្រាន់តែជើងទី1ដែលពូឆាតឈានចូលទៅក្នុងទឹកបឹងនោះស្រាប់តែទឹកបឹងក៏ប្រែជាញែកជា2បើកផ្លូវឲ្យពូឆាតអាចដើរទៅមុខបានយ៉ាងងាយស្រួលទីបំផុតពូឆាតក៏អាចឆ្លងទឹកបឹងនេះបានដោយជោគជ័យលោកតាពេលនេះខ្ញុំកណាឆ្លងទឹកបឹងនេះបានហើយពេលនេះឯងអាចឆ្លងកាត់បានទាំង3ដំណាក់កាលហើយចូលឯងដើរទៅកាន់ជើងភ្នំដើម្បីទៅបេះប្រទាលស៊ីលៈភ្លាមទៅកណាលោកតាទីបំផុតពូឆាតក៏បានធ្វើដំណើរទៅដល់ជើងភ្នំពេលទៅដល់ជើងភ្នំពូឆាតក៏បានឃើញប្រទាលស៊ីលៈដុះនៅទីនោះពិតមែនប្រទាលនេះស្អាតណាស់ដើមនិងផ្ការបស់វាមានពណ៌ស្វាយដុះប្រងព្រាតនៅឯជើងភ្នំពូឆាតឃើញហើយមិនបង្អង់យូរក៏ទៅកាច់ប្រទាលនោះដាក់ក្នុងថង់យាមក្រោយកាច់បានប្រទាលនោះហើយពូឆាតក៏ប្រញាប់ប្រញាល់ត្រឡប់ទៅកាន់អាស្រមរបស់លោកតាឥសីវិញលោកតាពេលនេះកណាបានយកប្រទាលស៊ីលៈមកឲ្យលោកតាល្អណាស់តានឹងយកប្រទាលស៊ីលៈនេះបញ្ចូលមន្តគាថាដើម្បីទុកជាអាវុធកម្ចាត់នាងព្រៃពោះនោះលោកតាលោកតាដឹងទេថាពេលណាទើបព្រាយពោះនោះវានឹងត្រឡប់មកវិញម្ដងទៀតទៅលោកតាមិនយល់ទេចៅនៅពេលណាដែលរាងកាយរបស់វាវិលទៅរកសភាពដូចធម្មតាវិញនោះវានឹងត្រឡប់មករកពួកយើងវិញជាមិនខានឡើយបើវាត្រឡប់មកវិញនោះតើពួកខ្ញុំកណាគួរធ្វើយ៉ាងម៉េចខ្លះទៅលោកតាមានដល់ពេលនោះតានឹងប្រយុទ្ធជាមួយវារហូតធ្វើឲ្យវាបើកមាត់ចំណែកពីអ្នកឯងត្រូវយកប្រទាលស៊ីលៈនេះធ្វើយ៉ាងណាបោះឲ្យចូលក្នុងមាត់របស់នាងព្រៃពោះយល់ទេអូកណាយល់ហើយលោកតាឥសីមីងឆយនិងពូឆាតត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធជាមួយនឹងព្រៃពោះចំណែកព្រៃពោះវិញចាប់តាំងពីនាងត្រូវអំបោះវេទមន្តរបស់លោកតាឥសីរួចមកបានធ្វើឲ្យនាងព្រៃពោះរលាកស្បែកក្តៅក្រហល់ក្រហាយមិនទាន់បាត់ឡើយរយៈពេល3ថ្ងៃបានមកដល់របួសរបស់នាងព្រៃពោះក៏ប្រែជាសះស្បើយឡើងវិញដល់ពេលវេលាដែលនាងព្រៃពោះត្រូវចេញទៅសងសឹកជាមួយនឹងលោកតាឥសីវិញម្ដងនៅថ្ងៃនេះនាងព្រៃពោះនឹងត្រឡប់មកសងសឹកពួកយើងវិញហើយហេតុដូច្នេះពួកឯងកុំភ្លេចអ្វីដែលតាបានប្រាប់ឲ្យសោះណាកណាលោកតាខ្ញុំទាំងពីរនាក់នឹងរកវិធីធ្វើយ៉ាងណាបោះប្រទាលស៊ីលៈឲ្យចូលក្នុងមាត់របស់នាយព្រាយពោះនោះពិតមែនហើយលោកតាទាំងលោកតាឥសីមីងឆយនិងពូឆាតបានត្រៀមលក្ខណៈរួចរាល់ក្នុងការតតាំងជាមួយនឹងនាងព្រៃពោះមិនយូរប៉ុន្មានគឺដូចលោកតាឥសីនិយាយពិតមែននាងព្រៃពោះនោះក៏បង្ហាញខ្លួនម្ដងទៀតនៅចំពោះមុខលោកតាឥសីតាកាចាស់ឥសីយើងនឹងមកសងសឹកដែលឯងបានធ្វើឲ្យយើងមានស្នាមរបួសកាលពីថ្ងៃមុននាងព្រៃពោះ
នាងនៅតែមិនអស់ចិត្តទៀតមែនទេឯងក៏ដឹងដែរថាឯងគ្មានថ្ងៃនឹងអាចយកឈ្នះយើងបានទេ នេះឯងពិតជាអួតក្អេងក្អាំងណាស់យើងនឹងធ្វើឲ្យឯងភ្លឺភ្នែកម្ដង រំពេចនោះស្រាប់តែនាងព្រាយពោះក៏ប្រមូលខ្លួនទៅជាសត្វពស់ដ៏ធំរួចរុំខ្លួនលោកតាអេសីឡើងទៅលើយ៉ាងខ្ពស់ចំណែកមីងឆយនិងពូឆើតកំពុងតែត្រៀមចំពាមកៅស៊ូដើម្បីបាញ់ប្រទាលស៊ីលាក់ចូលទៅមាត់ព្រាយពោះនោះចំណែកលោកតាអេសីដែលកំពុងតែជាប់នៅក្នុងរង្វង់ខ្លួននាងព្រាយពោះនោះកំពុងតែសូត្របាលីដើម្បីធ្វើឲ្យព្រាយពោះក្តៅរួចប្រឡែងលោកតាចុះមកក្រោមវិញពេលនាងព្រាយពោះប្រឡែងលោកតាក៏បានសម្រាលខ្លួនរួចចុះមកដល់ដីដោយគ្មានត្រូវរបួសឡើយចំណែកឯនាងព្រាយពោះវិញក្តៅក្រហល់ក្រហាយជាខ្លាំងខឹងណាស់ក៏យកក្បាលរបស់នាងមកគៀសលោកតាឲ្យហោះផ្ទប់ទៅម្ខាងប៉ុន្តែមិនបានធ្វើឲ្យលោកតារងរបួសធ្ងន់ឡើយ លោកតា លោកតាយ៉ាងម៉េចទៅហើយលោកតា តាមិនអីទេត្រៀមខ្លួនទៅ ភ្លាមនោះនាងព្រាយពោះក៏បញ្ចេញយុទ្ធសិលតាមភ្នែកបាញ់ទៅលោកតាអេសីប៉ុន្តែលោកតាអេសីក៏ប្រើយុទ្ធសិលដើម្បីទប់ទល់ជាមួយនឹងព្រាយពោះវិញដូចគ្នាការតតាំងរវាងនាងព្រាយពោះនិងលោកតាអេសីម្នាក់បានបញ្ចេញអស់ពីកម្លាំងកាយចិត្តដើម្បីយកឈ្នះរៀងខ្លួនដោយឃើញថានាងព្រាយពោះរៀងអន់កម្លាំងលោកតាអេសីក៏បន្ថែមយុទ្ធសិលរបស់ខ្លួនធ្វើឲ្យភ្នែកទាំងពីររបស់នាងព្រាយពោះឈឺផ្សារួចហាមាត់ស្រែកខ្ទររំពងព្រៃបានឱកាសល្អបែបនេះមកដល់ តប៉ែអានាងព្រាយពោះវាហាមាត់ហើយតើណែឆាប់បាញ់ប្រទាលចូលក្នុងពោះរបស់ពោះភ្លាមទៅ ខ្ញុំដឹងហើយពូឆាតក៏បានបាញ់ប្រទាលស៊ីលាក់ចូលក្នុងមាត់របស់នាងព្រាយពោះនោះពេលចូលក្នុងមាត់នាងហើយនាងព្រាយពោះកាន់តែឈឺខ្លាំងឡើងរកអ្វីផ្ទឹមពុំបានឡើយរួចក៏ប្រែក្រឡាជាមនុស្សវិញ ក្តៅណាស់តើឯងបានយកអ្វីមកដាក់ចូលក្នុងមាត់របស់យើងអាយក្តៅណាស់លោកអើយក្តៅណាស់ គឺជាប្រទាលស៊ីលាក់ដែលអាចកំទេចថ្លើមរបស់ឯងនោះឯងនាងព្រាយ ថាម៉េចប្រទាលស៊ីលាក់លោកតានាងព្រាយនេះវាស្លាប់បាត់ហើយលោកតា មិនហើយលោកតាចាប់ពីថ្ងៃនេះទៅខ្ញុំកណាលេងភ័យព្រួយនឹងនាងព្រាយនេះមកអុកលុកទៀតហើយលោកតា ពិតមែនហើយនេះហើយជាផលកម្មដែលនាងព្រាយនេះបានសាងចាប់ពីពេលនេះទៅមនុស្សផងទាំងពួងនឹងលែងផិតភ័យអ្វីទៀតហើយ